ជាការរួមបញ្ចូលគ្នារវាងជំនឿសាសនាតារាសាស្ត្រវងស៊ុយហើយនឹងឈីមិននៅថ្ងៃទី31ខែឧសភាឆ្នាំ2026នេះបើយោងទៅតាមប្រតិទិនច័ន្ទកតិត្រូវជាថ្ងៃទី15កើតខែចេសឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ដែលជាថ្ងៃព្រះច័ន្ទពេញបរមីឬក៏យើងហៅទៅតាមភាសាបរទេសថា The Blue Micromoon ដែលមានថាមពលខ្ពស់នៅក្នុងការធ្វើកិច្ចតាមបែបសាសនាយើងអាចយកជាត្បូងថ្មធម្មជាតិខ្សែដៃអង្កាំឬក៏កាក់ចិនដែលយើងប្រើប្រាស់នៅក្នុងវិទ្យាហ្វុងស៊ុយយើងអាចយកទៅហាលនៅក្រោមពន្លឺព្រះច័ន្ទឬក៏យើងអាចយកទឹកបរិសុទ្ធដែលជាទឹកស្អាតហាលទុកសម្រាប់ញ៉ាំក៏ល្អប្រសើរផងដែរក្នុងករណីយើងចង់លាងសូរយើងអាចយកទឹកហ្នឹងទៅហាលហើយយើងមានលាយជាផ្កាទឹកអប់យកមកទុកសម្រាប់មួយឬក៏លុបមុខដើម្បីលាងនៅធម្មពលអវិជ្ជមានភាពសោយស្រេះស្មុគស្មាញហើយទទួលមកវិញនៅលាភសំណាងមុនស្នេហ៍សម្រាប់ខ្លួនយើងផ្ទាល់ផងដែរចំពោះការធ្វើការអធិដ្ឋានឬការធ្វើការសមាធិតាមបែបឈីមិននៅថ្ងៃទី31ខែឧសភានេះផងដែរចន្លោះម៉ោង9ទៅម៉ោង11យប់បងប្អូនអាចបែរខ្នងទៅទិសខាងត្បូងឈៀងខាងកើតនៅវេលានោះនៅទិសខាងត្បូងឈៀងខាងកើតមានអាទិទេពព្រះធរណីស្ថាភិលាហើយនឹងរេះដួយើងអាចបែរខ្នងទៅយើងធ្វើចិត្តឲ្យស្ងប់មនោឲ្យដូចជាការពិតនៅការលៀងនៅធម្មពលអវិជ្ជមានភាពសោយត្រេះស្មុគស្មាញហើយទទួលមកវិញនៅលាភសំណាងឱកាសកេរ្តិ៍ឈ្មោះនៅក្នុងទីផ្សារការពង្រឹងនៅមុខជំនាញអាជីពសមត្ថភាពនិងការយល់ដឹងពីគោលដៅផែនការដែលយើងត្រូវដើរបន្តដើម្បីឲ្យជីវិតរបស់យើងកាន់តែល្អប្រសើរជូនពរសំណាងល្អនៅថ្ងៃនេះផ្ទាល់